ការសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកនៅចំណុចមួយដែលយើងធ្វើមិនដើម្បីឲ្យយើងកាត់ចិត្តពីមនុស្សដែលយើងស្រឡាញ់ហ្នឹងបានលឿនចេះអ្នកទាំងអស់គ្នាសួរខ្លួនឯងវិញសួរខ្លួនឯងថាជុំពីមុនមកគេយើងអត់មានគេផងណាមិនក៏ខួរក្បាលយើងមិនក៏បេះដូងយើងហ្នឹងវាអាចដំណើរការទៅបានអញ្ចឹងយើងសួរខ្លួនឯងអញ្ចឹងធម្មតាទេស្នេហាវាចូលមកដំបូងវាផ្អែមល្ហែមប៉ុន្តែនៅពេលដែលយូរទៅវាคล้ายទៅជាដូចអំពៅនៅពេលដែលយើងគៀបយូរទៅវាខ្សោះណាវាខ្សោះវានៅសល់តាអាកាសវាដែលអត់មានជាតិអីទាំងអស់អញ្ចឹងខ្ញុំសូមចែករំលែក3ចំណុចទី1គឺខ្ញុំចង់បញ្ជាក់ប្រាប់អ្នកនរគ្នាថាប្លុកហេតុអីបើខ្ញុំឲ្យប្លុកគ្រប់បណ្ដាញសង្គមដែលពាក់ព័ន្ធជាមួយគេហេតុអីយើងកុំចង់តាមដានពីគេកុំចង់ដឹងពីគេថាគេនៅណាគេធ្វើអីជាមួយអ្នកណាយើងកុំចង់ដឹងពីជីវិតរបស់គេយើងកុំខ្វាយខ្វល់រឿងទាំងអស់ហ្នឹងកុំឃើញមុខតែម្ដងដោយសារអីមិនមែនជាទង្វើព្រៃផ្សៃទេព្រោះបើយើងនៅឃើញយើងនៅតែឈឺចាប់ទៅអត់ប៉ុន្តែបើយើងប្លុកទាំងអស់ហ្នឹងទៅទី1វាធ្វើចិត្តរបស់យើងស្ងប់ដោយយើងមិនចាំបាច់ស្វែងរកចម្លើយដែលយើងមិនចាំបាច់គិតថាអូសទៅឃើញអ្នកខ្លះនៅពេលដែលគាត់អូសទៅឃើញគាត់មានអារម្មណ៍មួយថាវាដូចជាប៉ះវាដូចជាថាច់នឹងអារម្មណ៍ feel របស់យើងអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងប្លុកចោលទាំងអស់ស្ងប់ស្ងាត់មួយទី2ធ្វើខ្លួនឲ្យរវល់បើមិនដឹងថាធ្វើមិនណាធ្វើខ្លួនឲ្យរវល់មិនថារវល់ទៅលើការរៀនសូត្រការរស់ស៊ីការធ្វើការរៀបចំផ្ទះឬក៏ការអីផ្សេងៗក៏ដោយគឺធ្វើខ្លួនឯងឲ្យរវល់កុំឲ្យមានពេលគិតខ្ញុំដឹងថាការឈឺចាប់អត់មានការឈឺចាប់ណាពេលខ្លះបើអ្នកទាំងអស់គ្នាគិតមិនដល់ណាមានការឈឺចាប់ណាឈឺចាប់ដូចរឿងស្នេហាទេពីព្រោះអានឹងគឺវាយកបេះដូងទៅប្រើត្រឡប់ត្រឡិនណាស់ហើយបើប៉ះចំគេបោកទៀតបោកត្រឡប់ត្រឡិនឈឺចាប់គ្មានចង់និយាយថាគ្មានដកដង្ហើមរួចទេអ្នកខ្លះអញ្ចឹងមានអ្នកខ្លះគេប្រាប់ខ្ញុំថាហេតុអីបានអញ្ចឹងពីព្រោះស្នេហាគ្មានវិចារណញ្ញាណទេគ្មានចេះគិតអីទេគិតបានតែយកបេះដូងនឹងយកទៅប្រើយកបេះដូងយកទៅដាក់ទាំងអស់វិនិយោគណាវិនិយោគដល់ពេលហើយអាការឈឺចាប់លើការវិនិយោគនោះវាទ្វេគុណអញ្ចឹងហើយបានជាមនុស្សឈឺចាប់នៅលើរឿងស្នេហាលើសរឿងបាត់បង់ការងារឬក៏លើសរឿងអ្វីៗផ្សេងជាច្រើនទៀតអញ្ចឹងយើងត្រូវសួរខ្លួនឯងត្រឡប់មកវិញថាហេតុអីក៏យើងឈឺចាប់យ៉ាងនេះពេលខ្លះគេចូលមកត្រឹមតែ1ខែ2ខែ3ខែ4ខែឬក៏1ឆ្នាំចុះហេតុអីក៏យើងឈឺចាប់ចង់ស្លាប់ចង់រស់chứយើងមិនគិតដល់សមាជិកគ្រួសារយើងឪពុកម្ដាយដែលខំបង្កើតយើងមកនឹងចាំយើងដល់ប៉ុណ្ណឹងហើយនេះយើងគិតអញ្ចឹងវិញណានៅពេលដែលអ្នកទាំងអស់គ្នាមិនធ្លាប់ទទួលរងការឈឺចាប់នៃការបាត់បង់សមាជិកនៅក្នុងគ្រួសារអ្នកទាំងអស់គ្នាមិនដឹងទេថាអាការឈឺចាប់រឿងស្នេហាហ្នឹងគឺជារឿងតូចតាចទេគ្មានអីធំដុំទេនៅពេលដែលយើងរកឃើញកន្លែងហ្នឹងណាពេលខ្លះខ្ញុំនិយាយមែនតើនៅពេលដែលខ្ញុំចាប់ផ្ដើមសរសេរសភៅណាខ្ញុំឃើញនារីជាច្រើនដែលគាត់ចូលមកឆាតដែលគាត់ចូលមក comment ណាខ្ញុំមានអារម្មណ៍មួយថាពិភពលោកនេះវាអយុត្តិធម៌តែខ្ញុំអត់បន្ទោសទៅលើអ្នកណាខុសអ្នកណាត្រូវទេពីព្រោះស្នេហានៅពេលដែលវាកើតឡើងយើងអត់អាចបង្ខំបានទេគឺមានន័យថាបេះដូងយើងវាអសឹបទទួលយកគឺបែបហ្នឹងតែនៅពេលដែលឈឺចាប់នៅពេលដែលគេបោះបង់នៅពេលដែលគេអស់ចិត្តក៏វាទៅតាមនឹងដែរប៉ុន្តែភាគច្រើនគឺជាស្ត្រីខ្ញុំមិនដឹងថាភ័យរបស់ខ្ញុំអត់មានបរិសុទ្ធគេចូលចិត្តឬក៏គេអត់ចូលមើលខ្ញុំមិនដឹងទេប៉ុន្តែ99%គឺជាស្ត្រីហើយខ្ញុំឃើញការឈឺចាប់របស់គាត់គឺឈឺចាប់មែនតើអ្នកខ្លះឈឺចាប់ស្ទើរតែសម្លាប់ខ្លួនអញ្ចឹងហើយអាកន្លែងហ្នឹងដែលខ្ញុំចង់ប្រាប់គាត់ថាស្រឡាញ់យ៉ាងណាក៏ដោយត្រូវទុកចន្លោះឲ្យខ្លួនឯងស្រឡាញ់គេយ៉ាងណាក៏ដោយក៏ត្រូវទុក space មួយសម្រាប់ខ្លួនឯងថ្ងៃណាមួយដែលខ្លួនឯងឈឺចាប់ខ្លាំងលោតចូលកន្លែងហ្នឹងសិនដើម្បីរំដោះខ្លួនឯងចេញពីអាការឈឺចាប់